បាទជម្រាបសួរបងប្អូនបរិសុទ្ធជាទីរាប់អាននៅក្នុងវីដេអូនេះលោកគ្រូបង្ហាញជំងឺប្រភេទទឹកបាយគឺជាជំងឺរលាកបង្ហូរនោមបង្កឡើងដោយបាក់តេរីកូណេរ៉េឆ្លងតាមការរួមទំនេរជាមួយនឹងដៃគូដែលផ្ទុកជំងឺប្រមេះទឹកបាយរោគសញ្ញានៃជំងឺប្រមេះទឹកបាយនេះគឺធ្វើឲ្យរលាកបង្ហូរនោមណាធ្វើឲ្យនោមទាស់នោមក្តៅនោមមកកាហាយនោមមកបន់អស់នោមមកចុកឈឺផ្សាហូរទឹករងៃខាប់ដូចទឹកបាយឬក៏ដូចទឹកអង្ករឬក៏ហូរខ្ទុះចេញពីបង្ហូរនោមពេលខ្លះធ្វើឲ្យមានបញ្ហាហើមសរសៃពងស្វាហើមពងស្វាឬក៏ក្រហមពងស្វាហើយពេលខ្លះទៅអាចមានបញ្ហាហើមកលៀនផងដែរអញ្ចឹងអ្នកដែលកើតជំងឺប្រមេះទឹកបាយហ្នឹងគឺមានអារម្មណ៍ថាមិនស្រួលខ្លួនណាមិនស្នុកទេហើយសម្រាប់ផលវិបាកវិញវាអាចធ្វើឲ្យរលាកនៅក្នុងពហុនោមហ្នឹងឈឺចាប់រ៉ាំរ៉ៃឬអាចបន្តឲ្យរលាកទៅដល់រន្ធគូតអាចបន្តរលាកទៅដល់ពងកឬក៏អាចហើមអូនតូចហ្នឹងហើមសរសៃពួរពងស្វាឬហើមពងស្វាហ្នឹងអាចធ្វើឲ្យគ្មានកូនចម្លងទៅដៃគូរួមតនេសម្រាប់ប្រមេះទឹកបាយនេះបើសិនជាយើងអត់ព្យាបាលទេថ្ងៃក្រោយវាអាចវិវត្តទៅជាជំងឺស្វាយប្រមេះអញ្ចឹងបើសិនជាបងប្អូនបរិសុទ្ធកើតជំងឺប្រមេះសូមទៅមន្ទីរពេទ្យឬក៏ទៅ clinic ជំនាញដែលនៅជិតដួកអ្នកឬក៏ប្រើចំបៃ2ព្យាបាលជំងឺប្រមេះណាជាប្រភេទថ្នាំផឹកគឺយើងផឹកព្យាបាលពីក្នុងមកសូមតំណតាមលេខទូរស័ព្ទឬប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់និងវិធីសាស្ត្រក្នុងការព្យាបាលជំងឺប្រមេះដោយអសរប្រាណចំបៃ2សូមអរគុណ